និយាយទៅថាគេដៀលពូជបាត់ដីឬមិនពូជបាត់ដីប្រជាពលរដ្ឋជនភៀសសឹកនៅដេកពេញព្រៃកងកម្លាំងជួរមុខកំពុងតែរងទុក្ខវេទនាប្រឈមមុខថៃប្លន់លុកលុយរាយបន្លាលួសយកដីរាល់ថ្ងៃកូនហ៊ុនសែនអាហ៊ុនម៉ាណីអាជួបខំអាប្រពន្ធពីរនេះវាទៅរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តវាខ្លាចបាត់អង្គរសង្ក្រាន្តឬក៏ខ្លាចបាត់ដីមិនមែនចេះតែរិះគន់ទេចូលឆ្នាំខ្ញុំមិនមែនហាមឃាត់មិនឲ្យចូលឆ្នាំទេប្រពៃណីខ្មែរសែនដូនតាអុជធូបទទួលទេវតាអីធម្មតាទៅផ្ទះយើងកំពុងតែមានទុកគេយកដីគ្រប់កន្លែង45ទីតាំងអត់ព្រមរដំណោះស្រាយរវិធីសាស្ត្រចរចាតាមផ្លូវណាក៏ដោយការទូតក៏ដោយរវិធីដើម្បីដេញថៃឲ្យវាចេញដើម្បីយកដីយកផ្ទះឲ្យប្រជាពលរដ្ឋយកផ្ទះស្អីបើផ្ទះគេវាយតិចទីគេបំផ្លាញទីតាំងគេអបអសាទរយើងមើលឈឺចាប់ទេថៃវាកំពុងតែលើកទង់ជាតិចូលមកក្នុងដីខ្មែរវានាំគ្នាប្រជាពលរដ្ឋវាយកមកអបអសាទរលើកទង់ជាតិពេញដីខ្មែរយើងវាមហាឈឺចាប់ណាស់ទៅហើយចុះអាអត់កំណើតកូនហ៊ុនសែនហ៊ុនម៉ាណីនេះវាបង្វក់វាបកកែបង្វែស្ថានភាពម្ល៉េះវាខ្លាចបាត់សង្គមសង្គ្រាមឬមួយក៏យ៉ាងម៉េចបានជាវាខំប្រឹងសម្រុកតាំងពីមួយខែមុនយើងគិតមើលឥឡូវត្រឹមតែខែ3ហ្នឹងហើយខែ4បានចូលឆ្នាំវាប្រកាសគៀងគោឲ្យយុវជនវានឹងពង្វក់ឲ្យកុំឲ្យភ្លេចកុំឲ្យគិតរឿងទឹកដីវាខ្លាចខ្មែរគិតគូពីទឹកដីវាខ្លាចយុវជនគ្នាវាហ្នឹងគិតគូរឿងពីទឹកដីឈឺចាប់បះបោអញ្ចឹងវាខំប្រឹងបង្កើតព្រឹត្តិការណ៍អង្គរសង្គ្រាន្តក្បាលវាហ្នឹងយើងមិនមែនចេះតែនិយាយយើងនិយាយទៅចេះតែដៀលណាអានេះវាមេរោគវាធ្វើឲ្យយុវជនអត់កំណើតគិតអំពីទឹកដីគិតអំពីសបាយបាត់ទឹកបាត់ដីប៉ុណ្ណឹងហើយបើលោកឯងមិនឈឺចាប់គ្មានខួរក្បាលពិចារណាចេះកាន់ទុកបាត់បង់ទឹកដីទេក៏នៅឲ្យស្ងៀមទៅអាអ្នកដែលចូលចិត្តសបាយទាំងឡាយហើយបាត់ទឹកបាត់ដីប៉ុណ្ណឹងហើយនៅសបាយចេញមិនថានៅប្រទេសណាទេជាពិសេសនៅប្រទេសកូរ៉េអាអ្នករៀបចំអង្គរសង្គ្រាន្តរៀបចំចូលឆ្នាំប្រពៃណីរំរែកហ្នឹងវាចេះមានខួរពិចារណាអត់ចេះខ្មាស់ជនជាតិកូរ៉េអត់ជនជាតិកូរ៉េគេដឹងថាខ្មែរវាកំពុងតែមានសង្គ្រាមហើយសង្គ្រាមពិភពលោកគេកំពុងបាញ់គ្នាចិត្តងាប់ស្អែកខាងស្អែកហើយគិតតែអង្គរសង្គ្រាន្តគិតតែអបអសាទរខ្លាចអត់បានចូលឆ្នាំងាប់មែនបែកចង់បានចូលឆ្នាំខ្លាំងម្លឹងហើយទៅចូលឆ្នាំនៅព្រំដែនអាអ្នកនៅកូរ៉េក៏ដោយនៅខ្មែរក៏ដោយវាខ្លាចតែអត់បានងាប់ខានបានសង្គ្រាមមែនងាប់ខ្លាចបានចូលឆ្នាំអត់បានចូលឆ្នាំមែនខានចូលឆ្នាំមួយឆ្នាំវាងាប់មែនប្រទេសជាតិកំពុងមានបញ្ហាជាពលរដ្ឋខ្មែរកំពុងតែវេទនាហើយឯងគិតតែរឿងប្រកាសគិតតែរឿងផុសផុលគៀងគោរឿងចូលឆ្នាំខ្លាចអត់បានចូលឆ្នាំខ្លាចអត់បានសបាយហើយងាប់ឯងក៏សុខចិត្តងាប់ដែរមិនទំនងស្រួលហើយមិនដឹងថាថៃវាវាយស្អែកទៀតមិនដឹងជាវាយថ្ងៃណាវាត្រៀមតែវាយយកដីទៀតហ្នឹងហើយយើងប្រកាសមួយខែមុនហ្នឹងចូលឆ្នាំហ្នឹងចុះបើសិនបើថ្ងៃចូលឆ្នាំវាឬក៏មុនចូលឆ្នាំ2-3ថ្ងៃវាដាក់ក្តាំងមកហើយនៅតែប្រកាសអង្គរសង្គ្រាន្តទៀតនៅតែគៀងគោយុវជនរបស់ហ៊ុនម៉ាណីនឹងធ្វើអង្គរសង្គ្រាន្តខ្មែរឲ្យសបាយឲ្យហឹកហាក់ឲ្យប៉ាតម្សៅឲ្យបាញ់ទឹកឲ្យខ្មែរងាប់នឹងសបាយហ្នឹងឬមួយក៏យ៉ាងម៉េចអត់យល់ថាវាមិនដឹងជាយើងមិនមែនចេះតែថារិះគន់ទេវាឃើញប្រទេសជាតិប៉ុណ្ណឹងហើយបើសិនបើយើងមិនអាអ្នកដែលមិនហ៊ាននិយាយរឿងប្រទេសជាតិសំងំក្បាលលឹកក្បាលសិនទៅទុកឲ្យអាអ្នកដែលគេឈឺចាប់ឲ្យនិយាយទៅឲ្យវាមានអតិពលខ្លះបើសិនបើយើងគិតតែសបាយចឹងទៅអាអ្នកនិយាយរឿងប្រទេសជាតិវាប្រឡប់ស្ថានភាពវាភ្លេចរឿងទឹកដីមិនមែនយើងគិតថាសបាយនឹងវាប៉ះពាល់អីក្បាលឯងយកលុយម៉ែឯងមកសបាយទេវាប៉ះពាល់រឿងប្រទេសជាតិវាប៉ះពាល់រឿងអ្នកដែលគេខ្វល់រឿងទឹកដីរឿងប្រទេសជាតិនេះពេលដែលអ្នកដែលខ្វល់រឿងប្រទេសជាតិបង្ហាញការឈឺចាប់រឿងទឹកដីអត់មានអាណាមើលអត់មានអាណាខ្វល់នេះវាជនជាតិអីក៏អត់កំណើតម្ល៉េះជនជាតិអីក៏គិតតែសបាយដាច់បង្ហៀសបាយគ្មានដឹងខ្យល់អីយ៉ាងហ្នឹងមិនមែនថាហាមមិនឲ្យសបាយអាប្រទេសជាតិសបាយអាភ្លើងពងឆេះផ្ទះហើយនៅសបាយហើយនៅចូលឆ្នាំអង្គរសង្គ្រាន្តដល់ណាទៀតតើតាភ្លើងឆេះផ្ទះដល់ក្បាលម៉ែឯងពួកឯងបានឯងចេះឈឺចាប់បានឯងនៅឈប់បានឯងឈប់ដឹកនាំអង្គរសង្គ្រាន្តឈប់ដឹកនាំព្រឹត្តិការណ៍ខ្លាចបាត់អាសង្គ្រាន្តហ្នឹងថៃវាមិនមែនយកសង្គ្រាន្តហ្នឹងទេវាយកទឹកដីឃើញវាសបាយវាជប់លៀងវាមកជប់លៀងស៊ីប៊ូហ្វេលើដីខ្មែរឯងចេះមានក្បាលឈឺចាប់អត់ឯងចេះមានខួរអត់ឬមួយក៏បាត់ទឹកបាត់ដីបាត់ផ្ទះចំក្បាលឯងបានឯងចេះឈឺចាប់អាអ្នកដែលសបាយដែលលើកំណោទុកគេហ្នឹងក៏វាធ្វើឲ្យលក្ខណៈថាវាគេហៅថាសបាយលើកំណោទុកគេខ្មែរគេកំពុងតែឈឺចាប់បាត់ទឹកបាត់ដីឯងកំពុងតែសបាយ